សួស្តីបងប្អូនអរគុណថ្ងៃនេះខ្ញុំខ្ញុំបានទៅលាក់វីដេអូមួយទាក់ទងនឹង Excel បើសិនជាឧទាហរណ៍ថាយើងអ្នកគ្រប់គ្រងឯកសារអញ្ចឹងយើងមានឯកសារច្រើននៅក្នុងនោះដែរមានដូចថាឥឡូវនិយាយរឿងត្រប់វិញចុះរកវាមាន approve ពេលយើង submit ទៅខាង owner ឬក៏ខាងសាធារណគេ approve with comment reject or return នេះចឹងចុះហើយយើងចង់ record ឯកសារហ្នឹងជា document របស់យើងហើយយើងចង់សេ code របស់យើងអញ្ចឹងមកដូចខ្ញុំសេនៅក្នុងនេះគឺ A green មានន័យថា approve B ជាមួយនឹងពណ៌ខៀវ approve with comment C ពណ៌ក្រហម reject ហើយដែរខ្ញុំមានពីរប្រភេទឧទាហរណ៍ថាខ្ញុំចង់សរសេរប្រភេទបែបនេះB C sorry A B C ឥឡូវចង់ដាក់កូដចឹងធ្វើម៉េចតោះយើងមើលទាំងអស់គ្នាឧទាហរណ៍ថាឥឡូវខ្ញុំចង់ដាក់កូដហ្នឹងនៅលើនេះខ្ញុំចង់ដាក់កូដសម្រាប់កូដហ្នឹងគ្រាន់តែមួយជា text ពណ៌ហើយមួយទៀត fill column ហ្នឹងជាមួយនឹងពណ៌អញ្ចឹងការធ្វើក៏ដូចតែគ្នាទេយើងចុចនៅលើ column ដែលយើងចង់ដាក់មកចុចកន្លែង conditional formatting ហ្នឹងចុចកន្លែងនេះយើងរកពាក្យ new rule រកពាក្យថា format only cell the content តោះមកយើងចុចពាក្យកន្លែងនេះយកពាក្យ equal ឥឡូវនេះខ្ញុំ equal មានន័យថាពេលដែលយើងវាយពាក្យណាមួយយើងកំណត់ឲ្យវាចេញអីឥឡូវខ្ញុំកំណត់ថាពេលដែលខ្ញុំវាយ A ចុចកន្លែង format នេះមកនេះកន្លែង fill ឥឡូវខ្ញុំចង់ចេញពណ៌អីខ្ញុំចង់ឲ្យចេញពណ៌ល្មៀតពណ៌លឿងអញ្ចឹងពណ៌ហ្នឹងគេហៅពណ៌ល្មៀតពណ៌ល្មៀតទាំងចាស់ឧទាហរណ៍ខ្ញុំចង់វាចេញពណ៌ល្មៀតហ្នឹង fill មានន័យថាចេញនេះវាចេញរូបរាងបែបនេះអញ្ចឹងមានន័យថា column ហ្នឹងដែលយើងវាយអក្សរ A វានឹង fill បែបនេះ fill ពណ៌ល្មៀតហ្នឹងតែបែបនេះ fill បែបនេះហើយកន្លែង font នេះបើសិនជាយើងចង់នេះ font នេះសំដៅដល់នេះមានន័យថាពេលដែលយើងសរសេរទៅ text វាចេញពណ៌បែបនេះអញ្ចឹងយើងចុចមកកន្លែងនេះពណ៌ដែលយើងរើសអញ្ចឹងមានន័យថាពណ៌អ្វីដែលយើងចង់រើស A យើងចង់បានពណ៌អីពណ៌ green នេះចេញអញ្ចឹងមកអក្សរយើងចេញពណ៌ green ហើយអញ្ចឹងមានន័យថាការពីរលក្ខខណ្ឌហ្នឹងគឺក្នុងការធ្វើនេះតែមួយទេអញ្ចឹងបងប្អូនអាចសាកបានឥឡូវខ្ញុំចុចដល់ fill មួយទៅបានហើយបងប្អូនអាចអនុវត្តខ្លួនឯងការ font ឥឡូវឧទាហរណ៍ថា fill អញ្ចឹងទៅចុច OK អញ្ចឹងមានន័យថា column I នេះពេលដែលខ្ញុំវាយអក្សរ A វានឹងចេញ fill បែបនេះជាមួយនឹង text color ពណ៌ខៀវជាមួយនឹងវាយ A ឃើញទេ fill ពណ៌ល្មៀត text ពណ៌ខៀវវីដេអូនឹងមានប៉ុណ្ណឹងអរគុណច្រើនហើយកុំភ្លេចជួយ like page share និង subscribe channel YouTube ផងហើយបើមានបញ្ហាអាច comment សួរបានអរគុណច្រើន